បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះយើងមកជួបជាមួយនឹង iPhone នេះគឺប្រភេទ 8G 8G ប្រភេទ iPhone តូចយើងប្រភេទអវ៉ាន់នេះគឺជាប្រភេទអវ៉ាន់សំណុំសេនគឺដែលគេអ៊ុតសំណុំមកស្អាតអញ្ចឹងវាចូលទឹកបងប្អូនមួយគាត់ទិញពីខ្ញុំទៅគាត់ទិញប្រហែលជាបានដូចជាខ្ទង់ 2K គាត់ធ្លាក់ធ្វើធ្លាក់ចូលទឹកហើយហ្នឹងខ្ញុំបានគោះវាមើលអញ្ចឹងបងប្អូនដោយសារតាយើងដឹងថាជំរាបទឹករបស់ iPhone 8 Plus AG នេះវាមានកម្រិតនៃការពារទឹកបានប៉ុណ្ណាអញ្ចឹងបងប្អូនហើយយើងមកតេស្តមើលទាំងអស់គ្នាឃើញថាគាត់ថាធ្លាក់ទុកប្រហែលជាខ្ទង់3នាទីដែរហ្មងគាត់ថាធ្លាក់ទៅតែខ្ញុំឆែកមើលថាវាមានទឹកដែរនេះបងប្អូនចំពោះធ្លាក់ចូលទៅវាអាចចូលដែរវាចូលទៅទួចជុំមានន័យថាវាអាចចូលការពារអេក្រង់បានអញ្ចឹងប្រភេទអេក្រង់យើងសើមទឹកជ្រាបអីតិចតួចទេវានៅដំណើរការទេអញ្ចឹងណាបងប្អូនអាហ្នឹងបើសិនជាទូរស័ព្ទហ្នឹងកុំមានជំរាបទឹកនឹងប្រហែលជាខូចអេក្រង់ឬក៏ចូលទឹកច្រើនបាត់ហើយដោយសារតាទូរស័ព្ទខ្ញុំលក់សិតតាប្រភេទអវ៉ាន់រៀងGrade A ដែរដល់ពេលចឹងទៅបងប្អូនយកទៅប្រើក៏គុណភាពទៅតាមហ្នឹងហើយក៏តម្លៃក៏ទៅតាមហ្នឹងដែរពួកបងប្អូនពេលខ្លះគេទិញទូរស័ព្ទហ្នឹងតម្លៃវាដូចជាខ្ទង់100000ទៅ170000 20តែអវ៉ាន់ខ្ញុំគឺខ្ញុំលក់ជូតជាវហ្នឹងដូចជាខ្ទង់20000ទូរស័ព្ទនេះតែគាត់ថាអេក្រង់អីវាជាប្រភេទអេក្រង់សំណុំស៊ីនមកមានន័យថាអេក្រង់វាប្រភេទអេក្រង់ល្អមកដែរចឹងណាមួយខ្ញុំបានតេស្តមើលហើយគឺថាតាខ្ញុំយកមកលក់ហ្នឹងគឺឲ្យភ្ញៀវគាត់ប្រើទៅឲ្យវាមានគុណភាពដែរចឹងណាប៉ុន្តែបើធៀបនឹងគេទិញ150,000ទៅ170,000រៀលប្រភេទអវ៉ាន់ដាក់គោះស្រួលអញ្ចឹងអត់មានរៀបទឹកមានអីក្រង់កូពីអញ្ចឹងវាអាចទៅលក់បានហ្នឹងឯងតែខ្ញុំនេះខ្ញុំដាក់អីក្រង់ប្រភេទអីក្រង់ល្អដែរប៉ុន្តែវាលក្ខណៈថាយើងមានជំរាបទឹកមានអីដែរអញ្ចឹងហើយយើងលក់ទៅហើយវាស្រួលដែរដល់បងប្អូនដែលគាត់ប្រើគាត់មានគុណភាពគាត់ចាយលុយត្រូវគោលដៅអញ្ចឹងតែចំពោះបងប្អូនដែលគាត់រកតម្លៃធូរខ្លាំងពេកក៏វាពិបាកដែរអញ្ចឹងបងប្អូនយើងគិតមើលថាទូរស័ព្ទ iPhone បើសិនជាតម្លៃធូរអាហ្នឹងក៏វាពិបាកដែរគុណភាពទៅតាមហ្នឹងអញ្ចឹងទូរស័ព្ទនេះខ្ញុំពេលចាប់ផ្ដើមចាប់ចូលឲ្យគាត់វិញហើយដោយសារតែខ្ញុំលាងសម្អាតហើយព្រោះវាអត់អីទេវានៅដំណើរការធម្មតាគាត់ថាវារៀងជ្រាបទឹកកាមេរ៉ាបន្តិចថតអត់ច្បាស់អញ្ចឹងយើងគ្រាន់តែលាងសម្អាតវាទៅហើយផ្លុំវាទៅអានេះវាអាចថាយើងប្រើបានទៀតអញ្ចឹងបងប្អូនបើសិនជាទូរស័ព្ទនឹងប្រភេទមិនមែនជាអវ៉ាន់ដែលថាយើងអត់មានជំរាបទឹកទេអានឹងវាចូលទឹកនឹងទៅអត់ធ្ងន់ណាស់អញ្ចឹងណាបងប្អូនអញ្ចឹងទូរស័ព្ទពេលខ្លះយើងលក់វាតម្លៃខុសគ្នាពេលដែលទូរស័ព្ទដូចគ្នាតែតម្លៃខុសគ្នាអញ្ចឹងពេលខ្លះគាត់សួរគាត់ថាទូរស័ព្ទ iPhone 8G នេះគេលក់150,000តែកន្លែងខ្លះគេលក់200,000អញ្ចឹងពេលដែលគេលក់តម្លៃប៉ុណ្ណឹងមានន័យថាទូរស័ព្ទរបស់គេហ្នឹងប្រភេទគ្រឿងបន្លាស់ឬក៏អេក្រង់ហ្នឹងគឺវាប្រភេទអវ៉ាន់ដែលមានគុណភាពអញ្ចឹងគេក៏អាចហ៊ានធានាឲ្យយើងយូរអង្វែងដែរចឹងណាព្រោះដោយសារតែគុណភាពវាគេដឹងថាវាអត់អាចងាយនឹងមានបញ្ហាទេចឹងហើយចំពោះខ្ញុំគិតថាជាងគាត់ធានាយូរវែងហ្នឹងកន្លែងអ្នកលក់ដូរហ្នឹងថាជាប្រភេទអវ៉ាន់ដែលល្អ